បាទអាចជម្រាបសួរបងប្អូនទាំងក្នុងនិងក្រៅប្រទេសផងទៀតណាបាទថ្ងៃនេះវាភ្លៀងមិនឈប់ក៏មិនឈប់ហើយមិនដឹងខតរំលែងទៅវាលឺយ៉ាងម៉េចទេបាទហ្នឹងហើយស្រុកមានគេថាមួយមេនេះគេហៅគេថាស្រោចទឹកដោះអំពើស្នេហ៍អីគ្រប់សពហ្នឹងគេថានេះពិសេសណាស់ទៀតវែងណាចឹងកុំអោយខាតពេលហើយសូត្រថានៅក្នុងសិភៅរបស់គ្រូខាងកម្ពុជាក្រមហ្នឹងហើយឧមៈសិទ្ធិសួស្ដីអឺអញហើយអញអើយអ្នកដ៏មានពាវេរាអញអើយអ្នកដ៏មានពាវេរាយេត្រាព្រះបារមីសូរទៅគ្រូប្រើអញហើយមិនដឹងអីអញជាគ្រូពេជ្រចង្អុលដែកអញហែកសាច់ខ្មោចអញរបោចសាច់ព្រាយអញមុនដំលាយមីចោចង្រៃចរណៃចេញទៅមីព្រាយចេញទៅមានព្រាយមួយផ្គប់នៅចណ្ដើរក្រាំងនៅរនៀបក្របនៅរនូតសពមាត់ចណ្ដើរជំរះក្រៅរបងអញមុនត្រូវជាស្រូវជាសអញមុនអង្គជាធ្នូអញចាប់សលបើកឡើងថ្លែងចេញទៅរបើកសន្ទះទាំង8ទាំងសន្ទះទាំង7ត្រូវក្បាលពីងបែកត្រូវភ្នែកពីងខ្វាក់ត្រូវដៃពីងបាក់កំបុតត្រឹមស្មាត្រឹមស្មងកំបុតត្រឹមស្មងចេញចាក់ក្រឡាវិលណាយផឹកកៅណាយស្វាហៈបាទហើយបល័យនេះចាំសូត្រម្ដងទៀតបាទរៀងតាក់បើយើងសូត្រញាប់ទៅវាខ្លាចចាប់មិនបានបាទឧមៈសិទ្ធិសួស្ដីអញហើយអ្នកដ៏មានពាវេរាយត្រាព្រះបារមីសូរទៅគ្រូប្រើអញមិនដឹងអីជាគ្រូពេជ្រចង្អុលដៃគ្រូពេជ្រចង្អុលដែកបាទអញហែកសាច់ខ្មោចអញរបោចសាច់ព្រាយអញមុនដុំលាយមីចោចង្រៃចរណៃចេញទៅមានមេព្រាយមួយផ្គប់នៅចណ្ដើរក្រាំងនៅរនៀបក្របនៅរនូតសពមាត់ចណ្ដើរជំរះក្រៅរបងអញមុនស្រូវជាសអញមុនអង្គជាធ្នូអញចាប់សលបើកឡើងថ្លែងចេញទៅរបើករន្ទះសន្ទះបើកសន្ទះទាំង7ត្រូវក្បាលពីងបែកត្រូវភ្នែកពីងខ្វាក់ត្រូវដៃពីងបាក់កំបុតត្រឹមស្មងចេញចាក់ក្រឡាវិលណាយផឹងកៅណាយស្វាហៈហ្នឹងហើយបើច្បាស់ជាវសភៅទៅទៀតបាទ
ជាសភៅទៅអានខ្លួនឯងទៅនៅសភៅធ្វើរួចហើយហើយរបៀបប្រើគាថានេះសូត្រស្រោចទឹកមនុស្សត្រូវអំពើស្នេហ៍មនុស្សឈួតរវើរវាយស្រោចទឹកដោះអំពើគេធ្វើខ្មោចចង់និយាយថាគេចងខ្មោចព្រាយឲ្យធ្វើអញ្ចឹងណាខ្មោចព្រាយបិសាចអរិយអ្នកតាបាលីនេះរៀនហើយខ្មោចវាស្អប់ឲ្យតែឮសូត្របាលីនេះគឺវាខ្លាចណាស់បាទអញ្ចឹងហើយខ្ញុំអានប៉ុណ្ណឹងហើយបើចង់ច្បាស់ជាវសភៅទៅទៀតណាហើយវានៅក្នុងទំព័រហើយស្លឹក37ដល់មក38បាទបល័យហ្នឹងហើយអ្នកយកសភៅទៅមើលតាមហ្នឹងទៅទៀតណាបាទបល័យពូកែណាបាទបល័យនេះពូកែចង់ប្រាប់ថាបើសិនជាយើងរៀនឲ្យសូត្រចេះចប់ល្អណាខ្មោចល្មមអីចូលមកដល់ចិត្តមកគេមករយើងហ្នឹងនាំមកយើងហ្នឹងចេញបាត់ហើយវាមិននៅទេអ្នកដែលចេះបល័យហ្នឹងហើយគេយកជំងឺយកឈួតខ្មោចឈួតអីចូលអីមកមិនហ៊ាននៅទេអញ្ចឹងហើយខ្ញុំជម្រាបជូនប៉ុណ្ណឹងចោះកុំឲ្យវែងពេកហើយมันច្បាស់យ៉ាងណាសូមអធិស្ឋានហើយចាំជាវសភៅទៅពួកខ្ញុំថ្ងៃនេះមានសម្លេងរំខានច្រើនណាកឡនតនក៏យំភ្លៀងក៏ភ្លៀងបាទហើយវាសម្លេងរំខានច្រើនពេកអញ្ចឹងក៏ប៉ុណ្ណឹងចោះទៀតហ្នឹងហើយខ្ញុំអរគុណច្រើនបាទ